បាទជំរាបសួរស្ដីដល់ពុកម៉ែបងប្អូនអ្នកគ្នានេះថ្ងៃនេះគឺអែមតែម្ដងបងប្អូនតបុនពួកម៉ាក់ដល់ពេលឃើញតកៅថ្នោតវាអាចនៅតាមមកដើមថ្នោតដែលគេកាប់ហើយណាបងប្អូនចឹងហើយក៏នាំបងប្អូនកាប់មកបងប្អូនណាសតតកៅថ្នោតឥឡូវរៀបចំដាក់ឆាបងប្អូនណាលាងឲ្យស្អាតទាំងមកតកៅនេះឆ្ងាញ់ណាស់បងប្អូនចាញ់ដុកឌឺទៀតដោយសារតែវាធំអញ្ចឹងណាបងប្អូននេះបន្ទាប់ពីយើងឆាវាយើងយកមកស្រោះវាឲ្យឆ្អិនតិចសិនអញ្ចឹងបងប្អូនយើងស្រោះទៅមើលឲ្យវារៀងឆ្អិនបន្តិចបងប្អូនស្រោះវាអញ្ចឹងមកតទៅស្រោះហើយប្រហែលជា5នាទីទៅបងប្អូនយើងស្រង់វាហើយយើងចាក់ខ្លាញ់ចូលបងប្អូនចាក់ខ្លាញ់ចូលហើយយើងដាក់ខ្លាញ់ឲ្យរៀងក្តៅបន្តិចមកហើយយើងបំពងវាសិនណាបងប្អូនបំពងវាឲ្យហើយពេលបំពងអញ្ចឹងវាធំណាបងប្អូនដល់ពេលយើងស្រង់ចេញមកស្វិតអស់លីងបងប្អូននិយាយវាថាមើលតំណណាបងប្អូនអើយអ្នកដែលធ្លាប់ហូបបានម្ដងគឺញ៉ាំតែម្ដងណាបងប្អូនគាត់ថាអ្នកដែលមិនហ៊ានហូបគឺអញើតអញ្ចឹងណាតែអ្នកដែលគេហូបអត់អញើតទេបងប្អូនតែឆ្ងាញ់តែម្ដងបើបានអីជាទៅគឺអែមហ្មងនេះខ្ញុំបំពងវាដោយសារតែខ្លាញ់រៀងស្ទើរដែរបងប្អូនចឹងហើយក៏វាខ្ញុំបំពងអត់ឲ្យវាស្រួយទេបងប្អូនតែកាលណាស្រួយទៅវាអស់សាច់បងប្អូនបន្ទាប់ខ្ញុំបំពងឲ្យម្ដងហើយខ្ញុំដាក់លឹកក្រូចបំពងហើយខ្ញុំចាក់នឹងចូលម្ដងទៀតបងប្អូនចាក់ដួងត្នោតចូលណាហើយយើងស្រង់វាចេញវិញយើងដាក់លឹកក្រូចហ្នឹងឲ្យវាស្រួយបងប្អូនបន្ទាប់មកយើងឆាគ្រឿងចូលបងប្អូនយើងដាក់ម្ទេសខ្ទឹមយើងបុកនៅយើងដាក់ស្ករប៊ីចេងបងប្អូននេះយើងដាក់ប៊ីចេងចូលទឹកត្រីជាតិណាបងប្អូនអើយហើយស្ករដាក់ស្ករចូលយើងដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនចង់ថារសជាតិប៉ុណ្ណាល្មមអញ្ចឹងណាតើខ្ញុំឆាគ្រឿងវារួចរាល់ហើយយើងចាក់ដែលដួងដែលយើងបំពងមិញហ្នឹងហើយនេះយើងដាក់រ៉ូឌីបងប្អូនសាររៀងស្ទើរសជាតិតិចខ្ញុំដាក់រ៉ូឌីថែមយើងច្បល់វារឿងសំបងអាពេលយើងបំពងវាធំណាបងប្អូនដល់ពេលយើងទុកចោលមកបន្ទុះមានអីស្វិតតែញ័រឥឡូវដួងខ្ញុំបានឆ្អិនហើយបាទមកបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាអូអែមណាស់បងប្អូនអើយតើបងពួកម៉ាក់ទុកដួងឲ្យនឹងប្រោយខ្ញុំទៅបានវីដេអូនោះក៏ឈានដល់ទីបញ្ចប់ហើយអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះបងប្អូនកុំភ្លេចជួយ like ជួយ share និង follow page ថ្មីម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា